ខាងនាងខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅរដូវកាលនេះជារដូវកាលធ្លាក់ចុះអញ្ចឹងងាយស្រួលនៅក្នុងការកាត់ជំងឺដូចជាផ្ដាសាយស្ពឹកសន្ទុនដៃជើងគឺតាមស្រឡាញ់ជាដើមអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមធ្វើការណែនាំអំពីផលិតផលប្រេងខ្យល់ដែលផ្ដោតទៅលើផ្លូវដង្ហើមអញ្ចឹងបងប្អូននៅពេលដែលមានបញ្ហាផ្ដាសាយបានជាតឹងច្រមុះឬក៏ឈឺច្រមុះបងប្អូនអាចយកប្រេងខ្យល់នេះហាត់វាទៅគឺធ្វើឲ្យធូរស្រាលពីមួយពេលទៅមួយពេលមួយវិញទៀតហ្នឹងបើបងប្អូនឈឺក្បាលឬក៏រោយកញ្ចឹងកហ្នឹងបងប្អូនអាចលាបកន្លែងឈឺចុកចាប់ហ្នឹងបានក៏ជួយកាត់បន្ថយការឈឺចុកចាប់ហ្នឹងផងដែរប្រេងខ្យល់របស់យើងមានពីរប្រភេទបងប្អូនគឺមានក្លិនច័ន្ទគឺក្រអូបឈ្ងុយហើយនេះជាក្លិនធម្មតាក៏ប៉ុន្តែទាំងពីរប្រភេទនេះគឺប្រើទៅគុណភាពដូចគ្នាប្រេងខ្យល់យើងគឺផ្សំឡើងពីធម្មជាតិ 100% មិនប៉ះពាល់ដល់ផ្លូវដង្ហើមជាពិសេសខាត់យូរមិនធ្វើឲ្យឈឺបេះដូងទេបងប្អូនហើយបងប្អូនមានបញ្ហាឈឺសន្លាក់បងប្អូននេះស្វាយហ្នឹងអាចជួយបងប្អូនបានដោយតែស្ពឹកសពុនឈឺដៃឈឺជើងអញ្ចឹងនៅពេលដែលបងប្អូនឈឺចាច់ទៅបងប្អូនគ្រាន់តែយកស្ប្រេហ្នឹងទៅបាញ់ទៅកន្លែងដែលឈឺចុកចាប់ហ្នឹងជួយកាត់បន្ថយភាពឈឺចុកចាប់ភ្លាមអញ្ចឹងរដូវត្រជាក់នេះងាយស្រួលកើតជំងឺផ្ដាសាយឬក៏ស្ពឹកដៃស្ពឹកជើងទាំងអស់នេះអាចជួយបងប្អូនបានអរគុណបងប្អូនមានសុខភាពល្អទទួលទាននេះបានគ្រប់គ្នា